Hello ហ្នឹងហើយអ្នកគ្នាខ្ញុំបាទឈិនហើយខ្ញុំចេញវីដេអូមួយទៀតដល់អ្នកគ្នាម៉ូដគឺ mode sodium ដែលដាក់ graphic បានណាអ្នកគ្នាឬក៏ shader ហ្នឹងហើយអ្នកគ្នាមើលទៅគឺទឹកស្អាតមែនតើអ្នកគ្នានេះគឺជា mode sodium អ្នកគ្នាហ្នឹងហើយខ្ញុំកាន់ចេញវីដេអូយូរហ្នឹងគឺខ្ញុំរវល់អ្នកគ្នាអត់បានធ្វើវីដេអូហើយថ្ងៃនេះគឺខ្ញុំទៅមក plate ក៏ធ្វើវីដេអូឲ្យអ្នកគ្នាមើលទៅក្នុងវីដេអូចឹងអ្នកគ្នាបានឃើញគឺ shader យើងស្អាតមែនតើអ្នកគ្នាបាទនេះខ្ញុំចូលតេស្តបានមក plate ដែរគឺវា smooth មកមុំដែរនេះបើខ្ញុំអត់ record គឺវាដើរ30ទៅ40 fps តែដល់ពេល record ចឹងទៅគឺវាដើរតែ20 fps ទេហ្នឹងហើយគ្នាទៅបានឃើញចឹងគឺអែមមែនតើមានសម្មោលមានពេលដែលពេលល្ងាចចឹងទៅគឺវាស្អាតហ្នឹង shader នេះហ្នឹងហើយអ្នកគ្នាមើលទៅគឺស្អាតមែនតើអានេះវាគ្រាន់ជាង bedrock ខ្ញុំលេង bedrock គឺអត់សូវ smooth ចឹងទេអ្នកគ្នាអញ្ចឹងកុំឲ្យខាត់ពេលយូរតោះយើងចូលទៅដាក់ទាំងអស់គ្នាអូខេឥឡូវជាដំបូងអ្នកគ្នាចូលសាជីវហ្នឹងអ្នកគ្នាគឺយើងដាក់ shader ដែរនៅកន្លែងហ្នឹងហើយអ្នកគ្នាឥឡូវយើងចូលទៅពោលចៅយើងមកអ្នកគ្នាដើម្បីយើងដាក់កន្លែង custom មកកន្លែង custom instance ហ្នឹងគឺយើងដូរmode ដូរអីវាស្រួលដូរអ្នកគ្នាយើងចង់លេខ mode ណាហើយអ្នកគ្នាចុចតាមខ្ញុំចឹងមកអ្នកគ្នាឥឡូវយើងដាក់ custom instance ហ្នឹងមកអ្នកគ្នាទៅពេលដាក់ទៅគឺយើងស្រួលដូរ mode យើងលេង mode នេះ mode នោះ mode នេះ mode នោះទាំងអស់គ្នាអូខេឥឡូវគឺហើយយើងចូលទៅ download ហើយយើងដាក់ link mode ហ្នឹងទៅអ្នកគ្នាដែលយើងដាក់ shader មិញណាអ្នកគ្នាហើយយើងរក mode ហ្នឹងមកបាទអ្នកគ្នាបាទមួយយើងធ្វើជាមួយហ្នឹង mode ហ្នឹងអញ្ចឹងគឺ mode ហ្នឹងគឺខ្ញុំយកមកពីគេដែរគេអ្នកគ្នាបាទយកមកពីជនជាតិបរទេសនេះយើងចូល data មកយើងចូលពោលចៅយើងមកអ្នកគ្នាយើងចូល file មកអូខេហើយយើងចូល custom instance ដែលយើង add មិញអ្នកគ្នាយើងចុច path មកអ្នកគ្នាបាទអូខេបន្ទាប់ពី path ហើយអ្នកគ្នាចូលទៅ download ទេមកអ្នកគ្នាយើងcopy shader ហ្នឹងមកអ្នកគ្នា shader ដែលយើងដាក់ហ្នឹងហើយ copy ចូល data មកយើងចូលពោលចៅយើងទៀតចូល custom instanceអញ្ចឹងគឺយើងបូកកន្លែងហ្នឹងមួយទៀតយើងដាក់ shader pack ហ្នឹងអ្នកគ្នាដាក់ shader pack ទៅគឺវាមានកន្លែងដាក់ shader pack អូខេអ្នកគ្នាសេតាមខ្ញុំមកជួយយើងចុច OK មកអ្នកគ្នាយើងផាសមកប៉ុណ្ណឹងទៅគឺជាបានហើយអ្នកគ្នាអញ្ចឹងយើងចូលពោលចៅយើងមកយើងទៅ install favorite 1.20.1 អូខេឥឡូវយើងរកមើលសិនទៅនៅកោហ្នឹងហើយនេះឥឡូវយើង 1.20.1 ហ្នឹងគឺយើង install បានហើយគ្នាចុចយកក្រោមហ្នឹងមកឥឡូវខ្ញុំសូមដាក់រូបសិនកុំឲ្យវាច្រឡំគ្នាឥឡូវខ្ញុំដាក់រូបនេះទៅអូខេឥឡូវគឺវាបានហើយយើងចូលកន្លែងដាក់custom instance មិញអ្នកគ្នាយើង add ហ្នឹងយើងដាក់មកហើយកន្លែង render ដាក់ render ថ្មីហ្នឹងនេះ mobile class ហ្នឹងយើងចុច save មកគ្នាយើងចុចចូលមកនេះគ្នាអូខេបាទឥឡូវយើងចូលដល់ game មកគ្នាបាទឥឡូវយើងចូលមើល video setting ចឹងនេះយើងសេរី setting ឲ្យវាស្រួល load ចឹងនេះអូខេកន្លែងនេះគឺយើងដាក់បាក់ហើយអូខេកន្លែងគឺយើងបិទដែរបាទកន្លែងយើងបើកឲ្យកប់មកកន្លែង graphic តែយើងដាក់កន្លែង fast មកឲ្យវាស្រួលលេងជាងមុនតែឥឡូវយើងចូលទៅតេស្តទាំងអស់គ្នាទៅបាទអ្នកគ្នាថាវា smooth ឬក៏អីយ៉ាងណាអ្នកគ្នាបាទមើល SPS ដើរ0ណាស់អត់យល់បាទអូខេបាទឥឡូវយើងចូលដល់ world ហើយខ្ញុំក៏បានតេស្តមកតិចដែរអ្នកគ្នាហើយមើល SPS យើងគឺដើរទៅ100ទៅហេបាទពេលខ្លះគឺវាកៀងពេលខ្លះវាអត់សូវកៀងនេះគ្នាហ្នឹងហើយនេះមកខ្ញុំ record ទេបើខ្ញុំអត់ record គឺវាដើរ smooth ហើយឥឡូវយើងបើក shader យើងមកនេះគ្នាបាទចុច apply ហ្នឹងមក
អូខេបាទនេះគឺជា shader ដែលយើងបានដាក់បាទអ្នកគ្នាបាទគឺស្អាតមែនតើអ្នកគ្នាអើយអញ្ចឹងបាទអ្នកគ្នាទូរស័ព្ទមកល្មមដាក់ទៅហើយនិយាយទៅស្អាតប្រហែលអ្នកគ្នាមើលទៅទឹកគឺថ្លាឆ្វងមកទឹកមកមុំលេងអញ្ចឹងវីដេអូខ្ញុំអត់មានអីវែងទេមានតែប៉ុណ្្នឹងឯងអ្នកគ្នាកុំភ្លេចចុច subscribe like ម្នាក់មួយផងបាយបាយ